ជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើនំបញ្ចុកទឹកប្រហុកបងប្អូនណាចាធ្វើញ៉ាំជាលើកទី1បងប្អូននៅធ្វើអត់មានគ្រឿងផ្សំអត់គ្រប់ទេបងប្អូនណាចាឥឡូវគ្រឿងផ្សំរបស់ខ្ញុំធ្វើមានប្រហុកមានខ្ទឹមក្រហមខ្ទឹមម្ទេសហើយនិងប៉េងប៉ោះអញ្ចឹងបងប្អូនណាចាហើយខ្ញុំយកគ្រឿងផ្សំ3មុខនេះយកមកលីងឲ្យវាឈ្ងុយបងប្អូនណាចាធម្មតាយើងប្រើជាមួយម្ទេសម្ទេសរៀងផ្លោករៀងធំក្រហមបងប្អូនណាចាណាក់សហិលហ្មងទេយកមកលីងជាមួយគ្នាប៉ុន្តែខ្ញុំរកអត់មានអ្នកគ្នាអញ្ចឹងទៅខ្ញុំយកប៉េងប៉ោះមកជំនួសវិញដើម្បីឲ្យវាមានពណ៌ស្អាតអញ្ចឹងបងប្អូនណាចាហើយខ្ញុំក៏ក្លុកប៉េងប៉ោះជាមួយគ្រឿងផ្សំដែលយើងបានលីងមិញអ្នកគ្នាណាចាក្លុកចូលគ្នាមកបងប្អូននិយាយទៅខ្ញុំឆ្លាតដែរបងប្អូនអត់មានអាម្ទេសក្រហមហ្នឹងក៏ខ្ញុំប្រើជាមួយប៉េងប៉ោះជំនួសវិញចេះតែឆ្នៃតែម្ដងបងប្អូនណាចាហើយក៏ខ្ញុំដាក់ទឹកក្លុកថែមដាក់ជាមួយគ្នាដែរអ្នកគ្នាដើម្បីវាឆាប់ម៉ត់អញ្ចឹងបងប្អូនណាចាហើយឥឡូវយើងមកដាក់ខ្ទះមកអ្នកគ្នាកូរជាមួយស្ករសធម្មតាគេប្រើជាមួយស្ករត្នោតអ្នកគ្នាប៉ុន្តែខ្ញុំអត់មានស្ករត្នោតស្ករត្នោតខ្ញុំក៏ប្រើជាមួយស្ករសខ្ញុំកូរឲ្យវាក្រហមបានប៉ុណ្ណេះមកបងប្អូនណាចានេះខ្ញុំកូរបដាខ្ញុំលើកបដាខ្ញុំខិតខ្លោចបងប្អូនណាចានិយាយទៅខ្ញុំធ្វើជាលើកទី1វារៀងឆ្កងទៀតបងប្អូនណាចាហើយនេះប្រហុកបងប្អូនណាចាប្រហុកខ្ញុំដាក់ប៉ុណ្ណេះឯងបងប្អូនខ្ញុំកូរឲ្យវាឈ្ងុយអូនិយាយទៅស្អុយពេញផ្ទះបងប្អូនណាចាក្រែងចិត្តខាងដែរបងប្អូនចានេះឆាបដាលើកបដាខ្ញុំខ្លាចវាខ្លោចបាតបងប្អូនណាចាអានេះអ្នកគ្នាបានពណ៌រៀងខ្មៅហើយអ្នកគ្នាណាចាយើងក៏ដាក់គ្រឿងផ្សំដែលយើងក្លុកមិញហ្នឹងចាក់ចូលមកបងប្អូនហើយក៏កូរឲ្យសព្វចូលគ្នាមកហើយយើងថែមទឹកផងបងប្អូនណាចាបងប្អូនប៉ានស្មានទៅយកកុំឲ្យខាប់ពេកកុំឲ្យរាវពេកបងប្អូនណាចាអានេះខ្ញុំថែមទឹកចាហើយយើងក៏កូរឲ្យវាចូលគ្នាសព្វល្អបងប្អូនណាចាក៏ខ្ញុំភ្លក់ទៅវាខ្វះស្ករថែមទៅទៀតអ្នកគ្នាខ្ញុំថែមស្ករថែមវាចេញទៀតណាបងប្អូនរសជាតិបងប្អូនអាចភ្លក់មើលបានថែមថយតាមនឹងណាចានិយាយទៅខ្ញុំហេតុអីខ្ញុំធ្វើទឹកប្រហុកនេះខ្ញុំធ្លាប់ហូបនៅសៀមរាបបងប្អូនឆ្ងាញ់មែនបងប្អូនណាចាឥឡូវខ្ញុំសាកធ្វើខ្លួនឯងនឹងមិនទេបងប្អូននិយាយទៅធ្វើអត់ពិបាកទេបងប្អូនងាយដែរតើបងប្អូនណាចាអានេះអ្នកគ្នាយើងមកងាស់ឲ្យបានប៉ុណ្ណេះមកបងប្អូនណាចាកុំឲ្យខាប់ពេកកុំឲ្យរាវពេកបងប្អូនតំណងទឹកប្រហុកខ្ញុំបងប្អូនណាចាតោះបងប្អូនមកញ៉ាំទាំងអស់គ្នារួចជាការសេបងប្អូនណាចាមានបន្លែមានទឹកប្រហុកមាននំបញ្ចុកមានត្រីបងប្អូនធម្មតាគេប្រើជាមួយត្រីត្រីអាំងអ្នកគ្នាត្រីដៃអាំងចាឬក៏ត្រីចំហុយក៏បានដែរចាបើមានសាច់ជ្រូកចំហុយសាច់ជ្រូកស្ងោរអ្នកគ្នាណាក៏បានដែរហើយប៉ុន្តែខ្ញុំវាខុសគេបងប្អូនខ្ញុំប្រើជាមួយត្រីទុជៀនឯសារអីត្រីទុហ្នឹងខ្ញុំបងបានអញ្ចឹងទៅខ្ញុំយកមកជៀនហូបជាមួយនំបញ្ចុកទៅបងប្អូនណាចានេះទៅយើងចូលចិត្តបែបណាយើងធ្វើបែបហ្នឹងទៅបងប្អូនណាចានេះបងប្អូនរាជការសាច់ឥឡូវយើងចង់ហូបផ្ទាប់ក៏បានឬក៏ហូបច្បល់ដូចខ្ញុំចេះក៏បានដែរបងប្អូនហើយបងប្អូននេះបានហូបហើយបាច់យកជោគនេះលំហូបអស់គ្នាធ្វើលើកទី1បងប្អូនត្រីទួបងនេះត្រីបងបងប្អូនណាចាគេយកតែអាំងគេយកតែចំហុយតែខ្ញុំយកតែចៀនខ្ញុំខុសគេបងប្អូនណាចាព្រោះអីចំហុយខ្ញុំខាច់ឆ្អាបពេកអញ្ចឹងទៅខ្ញុំយកតែចៀនទៅបងប្អូននេះchết món không chết